ស្វាគមន៍អ្នកសិក្សាទាំងអស់គ្នាមកកាន់វគ្គសិក្សាមុខវិជ្ជា .NET Framework ដោយនៅក្នុងថ្ងៃនេះផងដែរព្រមនឹងធ្វើការចាប់ផ្ដើមមេរៀនបន្តទៀតហើយបន្តការពីមេរៀនថ្ងៃទី2របស់យើងហើយនេះគឺជាមេរៀនទី3បន្ទាប់ពីយើងសិក្សាជាមួយសាស្ត្រាចារ្យដែលមានឈ្មោះថា Control Statement and Loop ណាសិក្សាអំពី Control Statement and Loop ហើយនេះគឺជាមេរៀនដែលបន្ទាប់ពីព្រមបានសិក្សាជាមួយសាស្ត្រាចារ្យចប់ហើយអត់ទាន់ចប់ទេមេរៀនទី3នេះណាគឺយើងសិក្សាបានមកដល់ចំណុចកន្លែងនេះចំណុចកន្លែងនេះណាឬក៏ទី3នេះគឺអនុវត្តហើយនេះគឺជាមេរៀនទ្រឹស្ដីឬក៏កិច្ចការដែលយើងសិក្សាណាហើយឥឡូវនេះព្រមនេះគឺជាមេរៀនរបស់សាស្ត្រាចារ្យព្រមបានធ្វើការ generate ណាពីស្លាយរបស់សាស្ត្រាចារ្យដើម្បីធ្វើជារៀបចំជា Word មួយទៀតដើម្បីធ្វើជាមេរៀនវីដេអូនេះព្រោះយើងស្រង់មេរៀនរបស់លោកគ្រូទាំងដងក៏អាចថាពិបាកដែរតែបើសិនមានតម្រូវការយើងធ្វើការយកមកធ្វើវីដេអូណាឥឡូវនេះព្រមមុននឹងធ្វើការដល់ខ្លួនផងដែរព្រមក៏មានការអនុវត្តផងដែរហើយអ្នកទាំងអស់គ្នានេះគឺជាមេរៀនទី2របស់យើងណាហើយកាលពីថ្ងៃទីកាលមុនហ្នឹងព្រមបានធ្វើការវីដេអូថ្ងៃទី2ប៉ុន្តែដោយសារថ្ងៃទី2ហ្នឹងព្រមផ្លេចថាយើងអត់បានសិក្សាដល់ការប្រើប្រាស់ array ណា array ឬក៏ array ប៉ុន្តែព្រមធ្វើការអនុវត្តភាសាតាចាជាការអនុវត្តប៉ុន្តែព្រមក៏បានធ្វើការបង្ហាញពីមេរៀនទាំងអស់ផងដែរគឺព្រមបានអានឬក៏រៀបរាប់ពីចំណុចមួយអញ្ចឹងមុននឹងយើងចាប់ពីការរបស់យើងអ្នកទាំងអស់គ្នាអាចមើលរំលឹកឡើងវិញណាព្រមមុននឹងធ្វើការចាប់ដើមមេរៀនផងដែរព្រមធ្វើការរំលឹកឡើងវិញហើយនេះគឺជាមេរៀនដែលបានសិក្សាមួយចាណាហើយមេរៀនទៅដល់មេរៀនទី2 array variable ណា array variable ឬក៏ variable ហ្នឹងឯងនេះគឺជាមេរៀនរបស់យើងអញ្ចឹងកាលពីមុនសិក្សាមួយសាស្ត្រាចារ្យយើងបានសិក្សាការប្រើប្រាស់ array ឬក៏ array list array នេះគឺសារពីតម្លៃចម្លែកច្រើនក្នុងរបស់ទំហំតែមួយណាហើយយើងបង្កើត array គឺទំហំបែបថ្ងៃនេះគេថាបង្កើត array មិនជា int number array ណាហើយបង្ហាញ array គឺជាទំហំបែបអញ្ចឹងណាបង្ហាញ array អញ្ចឹងនេះគឺជាយើងមានសិក្សាព្រមបានធ្វើការផងដែរនេះគឺជាការប្រើប្រាស់ array ណាមាន array list ហើយយើងប្រើ list ណាយើងអានបទចំនួន3នេះ array គឺយើងព្រមបានធ្វើការខ្លះដែរគឺផ្ដល់ទុកតម្លៃមានច្រើនទៀតណាដូចជាខ្ញុំបច្ចុប្បន្នដែរមានច្រើនទៀតណាយើងអាចទុកបានច្រើនណាហើយទៀត array នេះគឺផងដែរគឺកំណត់ច្បាស់លាស់កំណត់មានដូចជាកំណត់ច្បាស់លាស់ហើយយើងកំណត់ប្រភេទតំណែងផងដែរចំណែក array ផងដែរគឺសម្រាប់ជា dynamic size ណា dynamic data type យ៉ាងឯង number ហើយ list អាចកំណត់ data type ឬក៏ប្រភេទ dynamic size ហើយទី6ទី8ក៏ដូចគ្នាដែរអត់អីទេដូចនៅក្នុងមេរៀនរបស់យើងឥឡូវនេះព្រមធ្វើការអ្នកនរគ្នាមើលមួយសិនណាចាំព្រមធ្វើការចាប់ដើមការរបស់យើងដែលយើងមានការប្រើប្រាស់ variable ផងដែរតែចាំបានធ្វើការអនុវត្តចំណុចកន្លែងហ្នឹងផងដែរគឺចំណុចបង្ហាញពីចំណុចកន្លែងនេះផងដែរគឺអនុវត្តមួយណាប៉ុន្តែព្រមអ្នកនរគ្នាអាចមើលណាវាមានការប្រើប្រាស់ variable scope មួយទៀតគឺយើងប្រើប្រាស់ data tab conversation ដូច្នេះហើយនេះគឺជាមេរៀនដែលយើងអនុវត្តមេរៀនទី6មេរៀនទី2តណានេះព្រមបានធ្វើការរៀបចំសារយើងបានពី flow ឬក៏យកពីដឹងពី flow មួយកាលពីថ្ងៃទី2ហើយយើងព្រមបានធ្វើការដាក់ folder បង្កើត folder មួយអំពីចំណុចមួយដើម្បីងាយស្រួលណាដូច្នេះព្រមធ្វើការតែ array ហើយទៀត conversion ណា conversion ដាក់នៅក្នុងហ្នឹងហើយអ្នកនរគ្នាបង្កើតច្បាស់នឹងហើយមុនយើងធ្វើការ run មួយយើងធ្វើការដោយសារយើងធ្វើជាមេណាយើងអាចធ្វើការគ្នាកន្លែងហ្នឹងមកណាដូចព្រមធ្វើការចាប់ដើមមុនបង array តែ array ណាដូច្នេះព្រមធ្វើការ run array មកនេះអូខេអញ្ចឹងកន្លែងនោះដែរគឺជាតំណែងរបស់យើងណាអញ្ចឹងព្រមធ្វើការមកកន្លែងវិញហើយនេះគឺជាតំណែងនៃការអនុវត្តមេរៀនរបស់យើងនេះគឺតំណែង array របស់យើងណានេះ array អញ្ចឹងព្រមធ្វើការចាប់ដើមមកកាន់កន្លែងនេះវិញនេះ array របស់យើងហើយព្រមមកកាន់កន្លែងនេះវិញនេះអញ្ចឹងព្រមធ្វើការបញ្យល់មកទៀតអ្នកនរគ្នាណាបើយើងអនុវត្តជាមួយសាស្ត្រាចារ្យអញ្ចឹងកន្លែងនេះផងដែរគឺយើងដឹងអំពីការប្រើប្រាស់ array ណាការប្រើប្រាស់ array ហើយនេះ array របស់យើងគឺព្រមធ្វើការមុនតិចនេះគឺជា array របស់យើងនេះ array student ណាហើយ new array អញ្ចឹងកន្លែងនេះផងដែរគឺយើងមានសម្រាប់ដាក់ឈ្មោះណាដាក់ id ដែលជាប្រភេទ stringណាមួយទៀតគឺយើងដាក់ឈ្មោះផងដែរគឺជាប្រភេទ string ផងដែរហើយយើងដាក់អាយុជាប្រភេទ int ណាឈ្មោះនេះជាប្រភេទ int ហើយយើងដាក់ page ណាដែលជា page ហ្នឹងជា page ប្រុសឬក៏ page ស្រីណាជា page វាណាជាមានអាយុប្រហែលខុសឬក៏ត្រូវក្នុង cat ណាណាអញ្ចឹងយើងធ្វើការនេះគឺជា array របស់យើងណា array របស់យើងដែលយើងដាក់តម្លៃបានប្រហែលក៏បានដែរ array ហ្នឹងណាយើងចង់ដាក់តម្លៃថែមទៀតក៏បានដែរឲ្យយើងបានប្រកាសឈ្មោះមួយណាអញ្ចឹង array link ផងដែរគឺនេះ array link ផងដែរគឺដែលយើងអនុវត្តណាអ្នកនរគ្នា array link ផងដែរគឺវាបើមិនយើងប្រៀបធៀបវាដូចជាថង់មួយអញ្ចឹងយើងអាចដាក់បានច្រើនណាយើងអាចដាក់បានអីក៏បានដែរជាប្រភេទ string ជាប្រភេទ int ប្រភេទ bool ណាប្រភេទ bool លីចូលគ្នាយើងដាក់ក្នុង array ហ្នឹងអញ្ចឹងនៅពេលដែលយើងទាញយកវាមកប្រើយើងពិបាកអត់ដឹងថាមួយណាជាលេខមួយណាជាអីជាអក្សរណាអញ្ចឹងយើងចាត់ទុកវាជា object មួយចាត់ទុកវាជា object មួយទាំងអស់ដើម្បីយកទៅគណនាដល់ពេលយើងយកទៅគណនាទៅវាអាចនឹង error ណាអាច error ដូច្នេះហើយដើម្បីដឹងថាផ្នែក list student របស់យើងគឺមានអីខ្លះនេះព្រមធ្វើការចាប់ដើមអូខេនេះ list របស់យើងបងប្អូនគ្នាប្រៀបប្រើកន្លែងនេះផងដែរព្រមធ្វើការនេះអានេះជាប្រភេទ array list ណានេះ array list ដាក់បានច្រើនដាក់អីក៏បានណាប៉ុន្តែយើងមកផ្នែក list ម្ដងយើងប្រើប្រាស់ការ list នេះ for x ណា for x list ផងដែរគឺការប្រើប្រាស់ list ផងដែរគឺវាលក្ខណៈថាឧទាហរណ៍ list student នេះមួយ student number ណា new list student នេះហ្នឹងមានថា list student វាលក្ខណៈជាបញ្ជីមួយណាដែលកំណត់ថាដាក់បានតែ student ប៉ុណ្ណោះវាដាក់អីផ្សេងក៏បានទេណាពេលយើងដាក់ផ្សេងក៏បានទេអញ្ចឹងបើយើងព្យាយាមដាក់លេខ100ឧទាហរណ៍ព្រមធ្វើការដាក់លេខ100ណានេះលេខ100អញ្ចឹងគឺឬក៏ចោះ hello ចូលវានឹង error ណាពួកអីវាការពារកុំឲ្យកុសច្រឡំគ្នាណាកុំឲ្យច្រឡំគ្នាបើយើងប្រកាស student គឺ student អញ្ចឹងទៅណាអញ្ចឹងព្រមធ្វើការចាប់ដើមមកវិញក្រោយមកដែរ student class នេះខាងក្រោមផងដែរ student class នេះគឺយើងកំណត់ឈ្មោះដាក់លេខផងដែរគឺយើងដាក់2វាចេញ2មកណាវាព្រមធ្វើការ run មាញ់នេះអញ្ចឹងនេះគឺជាតំណែង array list របស់យើងណា array របស់យើងហើយខាងក្រោមនេះទៀត list អូខេ
មកដល់ចំណុចខាងក្រោមគឺអូពេលអ្នកគ្នានេះ for x កន្លែងផងដែរគឺជាកន្លែងសម្រាប់លុបមើល number ណានេះលុបយើងលុបរបស់យើងនេះចំណុចគេហៅលុបណាអញ្ចឹងយើងគឺងាយស្រួលយើងអាចហៅ item មួយណាបានដែរព្រមហៅអាយុមកវាចេញអាយុមកណា item អីមកហើយឬក៏ item name យើងហៅមកយើងវាស្គាល់ student នឹងជាអីណាដូចព្រមធ្វើការហៅមកនេះអូខេនេះហៅអាយុ30ហៅអាយុ30មកវាមក30មកអាយុ20វាហៅអាយុ20មកណាយើងព្រមហៅឧទាហរណ៍យើងហៅបាន age បាន name ណាព្រមធ្វើការហៅ name ម្ដង name អញ្ចឹងនៅពេលព្រមហៅ name ព្រមធ្វើការម្ដងទៀតវាលុបវាជុំណាអូខេកន្លែងនេះអត់ចេញ name item number អីទេដាក់អាយុវិញអូខេលុបមើល number របស់យើងអូតែមួយទេដូច្នេះហើយយើង item name item អីតែមួយទេអញ្ចឹងយើងធ្វើបន្តទៀតនេះស្មៃមកដល់ខ្លះនេះវិញខ្លះនេះផងដែរគឺតងទៅនឹងនេះ student ខ្លះណាខ្លះនេះយើងបង្កើត color ដើម្បីយើងបង្កើតខាងក្រោមនេះយើងបង្កើត3ណាពេលបាទអ្នកគ្នានេះយើងបង្កើតមួយតិចបានតែប៉ុន្តែយើងអាចមើលថាយើងបង្កើតយើងដើម្បីឲ្យងាយស្រួលយើងដូចសិតតែគាត់អាចមើលដើម្បីធ្វើការអនុវត្តតាមមួយណាអញ្ចឹង internal class student អានេះគឺជា class របស់យើងណាយើងបង្កើត class student មួយដែលយើងបង្កើតរួចហើយយើងអាចធ្វើការយកមកទៅមកកន្លែងនឹងបានណានេះរៀបរាប់ការបង្កើតតាមសាស្ត្រាចារ្យលោកគ្រូហើយវាស្រួលទេពេលយើងហៅមានថាយើងបង្កើតហើយយើងកំណត់ថា save ម្នាក់ត្រូវតែមាននេះខ្ញុំធ្វើការកំណត់ save ម្នាក់ហ្នឹងត្រូវតែមានអីគេ ID ណាដែលជា paid in ហើយ name ដែល visiting ហើយ public in ដែលជា paid age ណា paid age អាយុណាទៅនេះហើយយើងធ្វើការ public student មកដែលជា paid ID name age អញ្ចឹងទៅនេះ this ID this name this age អញ្ចឹងទៅនេះទៅយើងបង្កើតនឹងហើយអានេះគេហៅថាយើងធ្វើការ student ខ្លះណាយើងធ្វើការ student ខ្លះដូច្នេះហើយវាជុំណាវាជុំទៅនឹងនឹងឯងឥឡូវនេះខ្ញុំសូមធ្វើការចាប់ដើមកូដនឹងក៏បានបញ្ចប់ហើយណាអ្នកគ្នាដើម្បីងាយស្រួលខ្ញុំធ្វើការមកមួយ Trace ឡើងវិញនេះ array list មកដែរមួយតាម Trace ដែរ array list អូខេនេះ array គឺសម្រាប់ចំណុចបានច្រើនក្នុងរបបតែមួយទំហំថេណា array របស់យើងណាតែមួយហើយចំណែកឯarray វិញគឺសម្រាប់ dynamic array មាននៅក្នុង system collection វា up to date ជាមួយប្រភេទផ្សេងៗគ្នាដូចយើងមិញណាមានឈ្មោះប្រភេទនេះប្រភេទឈ្មោះអីផ្សេងៗនេះយើង up to អានេះគេហៅ array list ណា array list ចំណែកឯarray ផងដែរគឺវាយើងមកដឹង array នេះខាងលើ array អូខេឥឡូវនេះជួយធ្វើការចាប់ផ្ដើមបន្តទៀតមកដល់កន្លែងនេះផងដែរគឺយើងបានធ្វើការប្រើប្រាស់ variable scope ណាកាលមុននេះបានទាំង scope គឺជាតំបន់ code ដែល variable អាចប្រើប្រាស់ variable scope បានប្រភេទ global scope ហើយយើងអាចប្រើប្រាស់ខាងក្រៅនេះអាចប្រើគ្រប់កន្លែងដូច្នេះដូចក្រុមធ្វើការចាប់ផ្ដើមប្រើនេះយើងប្រើអត់បានទេយើងប្រើ global ខាងក្រៅហើយយើងប្រើ local ហ្នឹងនៅក្នុង main ហើយយើងប្រើដូចជា block ណា local variable ហើយយើងប្រើនៅក្នុង for x ដូច្នេះយើងធ្វើការប្រើកន្លែងនេះ static in ណានេះ static in នេះផងដែរយើងប្រើនៅក្នុងនេះយើងប្រើនៅក្នុងនេះយើងប្រើនៅខាងក្រៅនេះ private អីណានេះយើង static in ណាអូខេនេះ static ណាអូខេនេះគឺជា global ហើយនៅក្នុង main នេះគឺជា main របស់យើងនេះ main របស់យើងទាំងនេះនៅក្នុងគេនេះក៏ local ណា local របស់យើងនេះការប្រើប្រាស់នេះហៅ local variable ហើយចំណែក block នេះ block scope នៅក្នុង for x ឲ្យតែឃើញនៅក្នុង for x អានេះគឺជា block ណានេះគឺជា console line block ថ្ងៃនេះគឺជាការ review ឡើងវិញតម្រាំនេះណាហើយ conversation ណាអញ្ចឹងយើងបានស្ដាប់ពីការមុនហើយតែ tab មួយទៅមួយដើម្បីយកទៅតាមរកការផ្សេងៗយើងមាន applicate conversation បំលែងដោយសារពីទៅធំណាហើយយើងមួយទៀត applicate conversation បំញូនពីធំទៅយើងអាចបងតន័យយើងផ្សេងទៅហើយប្រើ convert class របស់យើងហើយទៅមក plus type piece សម្រាប់បំលែងតន័យពី string ទៅលេខអូខេហ្នឹងអញ្ចឹងយើងមើលចំណុចកន្លែងមួយឆ្ងាយអ្នកនរគ្នាព្រមធ្វើការបញ្យល់ឲ្យសាស្ត្រាចារ្យណាសាស្ត្រាចារ្យលោកគ្រូយើងបានគាត់ឲ្យមែនតើប៉ុន្តែព្រមធ្វើការបញ្យល់នៅផងដែរគឺជាមួយផ្នែកប៉ុណ្ណោះណាអញ្ចឹងយើងមើលកន្លែង conversation ម្ដងអញ្ចឹងយើងមាន internal class មួយ conversation របស់យើងជាមួយណាហើយយើងមាន static void main អានេះគឺជា static void main របស់យើងហើយយើងមានចំនួននេះអានេះគេហៅថាយើងធ្វើការបំលែងប្រភេទតន័យណាកូដនេះបង្ហាញពីវិធី4យ៉ាងបំលែងពីអថេពីប្រភេទ1ទៅប្រភេទ1ណានេះបំផ្លែងតន័យ4នេះបង្ហាញតន័យនេះគឺជាតន័យរបស់យើងដែលជា in you ណាអានេះគឺជាការអនុវត្តទេអញ្ចឹងទៅអញ្ចឹងព្រមធ្វើការបើយើងចង់ធ្វើការផ្ទេរតន័យផ្ទេរធម្មតាពីហ្នឹងហើយដើម្បីឲ្យស្មើគ្នាកន្លែងនេះឲ្យធ្វើការចាប់ដើមបន្តទៀតអញ្ចឹងនៅក្នុងកន្លែងនេះផ្ទាប់មកកន្លែងនេះហើយព្រមធ្វើការចាប់ដើមនឹង in ដូចគ្នា applicate អូខេអូអ្នកនរគ្នាកន្លែងនេះផងដែរព្រមធ្វើការកន្លែងនេះផងដែរគឺហៅថា implicate ណា implicate អានេះគឺកន្លែងនេះផងដែរ in ហានេះ in implicate ណា implicate អញ្ចឹងយើងមើលមេរៀនរបស់យើងនេះ implicate បំលែងពីតន័យដោយសារប្រវត្តិពីទៅធំណាដូច្នេះយើងបំលែងព្រមធ្វើការរ៉ានអ្នកនរគ្នាទៅពេលយើងធ្វើការរ៉ានយើងធ្វើការមកនេះមកធ្វើការរ៉ានអូខេរ៉ានមកតែព្រមធ្វើការរ៉ានហើយអូកន្លែងតន័យចាស់ដែរអញ្ចឹងព្រមធ្វើការរ៉ានម្ដងទៀតវាអត់ទាន់នេះទេព្រមធ្វើការrebuild មកអូខេម្ដងទៀតព្រមធ្វើការរ៉ានម្ដងទៀតណាម្ដងទៀតអូខេនេះគឺចេញតន័យរបស់យើងណាអ្នកនរគ្នា
ចឹងយើងធ្វើការ conversation មកទៀតមកអូខេចឹងយើងមួយទិន្នន័យមួយអញ្ចឹងកន្លែងនេះផងដែរគឺយើងបំលែងទិន្នន័យនេះដោយសារប្រវត្តិណាយើងធ្វើការបំលែងទិន្នន័យដូចនេះត្រឹមនេះណានេះត្រឹមកន្លែងផងដែរគឺយើងបំលែងដោយសារប្រវត្តិ implicate របស់យើងគឺត្រឹមនេះហើយមួយទៀតគឺយើងបំលែងនេះត្រឹមណានេះ 8.9 នេះកន្លែងនេះ14 in ផងដែរអានេះគឺគេហៅថា implicate កាត់កន្ទុយចេញណាកាត់កន្ទុយចេញដូច្នេះហើយព្រោះធ្វើការកាត់កន្ទុយចេញកន្លែងហ្នឹងមាន8ណាមាន8ហើយមាន100ទៅអញ្ចឹងកន្លែងផងដែរគឺ u កន្លែងនេះ u ផងដែរគឺមានន័យថាបំលែងចំណៃដែលជា 8.9 ណាមានក្បិសណាមានក្បិសអញ្ចឹងយើងបំលែងមានក្បិសហើយទៅមកទៀត set មកដែរនេះ set នេះ in set ណាវាលក្ខណៈថាមាន u ពីក្រោយហើយវាជាចំនួនគាត់ណាចំនួនគាត់អញ្ចឹងយើងអត់មានក្បិសទេណាអត់មានក្បិសទេហើយកន្លែងនេះណាអត់មានក្បិសទេដូច្នេះហើយយើងកាត់បិសចោលយើងយកតែកន្ទុយលេខគាត់ណាដូច្នេះអានេះស្មើនឹង8ណា8ដូច្នេះហើយខុសគ្នាណាដល់ពេលយើងកាត់កន្ទុយគាត់ចំណុច1 in ខុសគ្នាអត់ថ្ងៃដល់ពេលយើងប្រើអត់មានក្បិសយើងប្រើលក្ខណៈមានពេលយើងធ្វើការ in u ទៅវាកាត់បិសចោលណាដូច្នេះហើយយើងកាត់បិសចោលកន្លែងហ្នឹងទៅមកទៀតមកដល់កន្លែងនេះហើយធ្វើការ u សិតមកធម្មតា string convert កន្លែងនេះណាអញ្ចឹងកន្លែងផងដែរយើងធ្វើការ convert ខ្លះណាយើង convert 32ហ្នឹងដែលជាប្រភេទ32ហ្នឹង convert ហ្នឹងគឺប្រើសម្រាប់បំលែងពីអក្សរ string ណាដោយសារយើងមានជាអក្សរ string មែនទេអក្សរ string នេះអក្សរ string ណាយើងបំលែងប្រភេទនេះមកជាលេខវិញអញ្ចឹង30មកបំលែងមកលេខ30ហ្នឹងទៅហើយវានេះទី30កន្លែងហ្នឹងទៅមកទៀតយើងបំលែងខាងក្រោមនេះខាងក្រោមទៀតនេះគឺជាទិន្នន័យរបស់យើងដែលយើងប្រើ Tripasi អីផ្សេងណាយើងអានវត្តមកតែចឹងនេះយើងអានវត្ត Tripasi យើង using convert ខ្លះអានេះគឺ Tripasi យើងអានវត្តណាអញ្ចឹងយើងមើលបញ្ចូលកន្លែងនេះផងដែរអញ្ចឹងមាន30 20ហើយនឹង true ណា true false អញ្ចឹងកន្លែងនេះបងប្អូនអ្នកនរគ្នាចំណាំថានៅពេលនេះយើងមកដល់ចំណុចកន្លែងនេះគឺយើងប្រើនេះអាមជូនហ្នឹងគឺយើងប្រើធ្វើការប្រើ pass ហើយនឹង pass ពីអក្សរមួយលេខណាយើងប្រើពីអក្សរមួយលេខដូច្នេះហើយកន្លែងនេះគឺជាអក្សរអញ្ចឹងអានេះ passing វាចេញជាលេខមកណាវាចេញ30មកអញ្ចឹងយើងធ្វើការបើអក្សរ x ណាបើអក្សរ x ស្មើនឹង abc ស្មើនឹង abc ណាអូខេបើអក្សរ x ស្មើនឹង abc វានឹងចេញ error អញ្ចឹងវាមិនចេញលេខទេនៅពេលយើងអានចេញណាដល់ពេលនេះយើងធ្វើការin ម្ដងអូខេនេះ entry pass ណា entry pass នេះផងដែរគឺវាល្អជាងខាងលើនៅពេលយើងធ្វើការបញ្ចេញនេះ salary អូខេវា success entry pass ហើយកន្លែងនេះផងដែរគឺ out salary អញ្ចឹងមានតែកន្លែងនេះវាជាយកបំផ្លាញ salary របស់យើងនេះ salary របស់យើងនេះ salary ដែលជា salary ហ្នឹងនេះ salary ហ្នឹងហើយទៅជាលេខវិញអញ្ចឹងបើយើងបានទុកជ័យវា success true ណានេះ success true បើមិនវាអត់ success true ទេវាចេញ false វិញណាឡើយយើងណាឧទាហរណ៍ថាយើងដាក់អីផ្សេងទៅដូចជាព្រមធ្វើការឧទាហរណ៍អីទេប៉ុណ្្នឹងអ្នកនរគ្នានេះគឺជាការរលឹកនៃមេរៀនរបស់យើងប៉ុន្តែព្រមអនុវត្តជាមួយសិស្សគឺបានតែប៉ុណ្្នឹងណាដូច្នេះយើងធ្វើការចាប់ផ្ដើមមេរៀនបន្តទៀតអញ្ចឹងមេរៀនរបស់នេះគឺមានតែប៉ុណ្្នឹងអ្នកនរគ្នាអញ្ចឹងព្រមធ្វើការចាប់ផ្ដើមចូលមកកាន់មេរៀនថ្មីរបស់យើងដែលយើងអនុវត្តប៉ុន្តែគឺសិស្សចង់ធ្វើការអនុវត្តអនុវត្តចំណុចមួយណានៅក្នុងមេរៀនរបស់យើងព្រមធ្វើការបើកនេះចោលណាអញ្ចឹងនេះប៉ុន្តែគឺស្រុកអូខេតែអ្នកនរគ្នានៅពេលយើងប្រើចង់ប្រើទិន្នន័យ 3,000 ផងដែរទិន្នន័យ business ទៅលេខអញ្ចឹងនៅពេលយើងគឺល្អសម្រាប់យើងប្រើប្រាស់នៅពេលទិន្នន័យពីអ្នកប្រើប្រាស់ទៅយើងថា user input ណាបើកុំឲ្យកម្មវិធីជាងទៅយើងប្រើនឹងឯងណានេះគឺជាការប្រើប្រាស់ចឹងសម្រាប់មេរៀនទី2របស់យើងគឺបានបញ្ចប់ត្រឹមនេះចឹងព្រមធ្វើការចាប់ផ្ដើមដល់មេរៀនបន្តគឺមេរៀនទី3របស់យើងចឹងយើងស្គាល់អំពីព្រមអត់ធ្វើការវិញ្ញាយូរទេព្រមធ្វើការរៀបរាប់ចំណុចខ្លះហើយប្រហែលជាព្រមថាបានធ្វើការមួយខ្លះផងដែរខ្លះក៏អនុវត្តខ្លះក៏បានផងដែរចឹងអនុវត្តខ្លួនឯងបានណាចឹងយើងសិក្សាអំពីព្រមលើកខ្លះនោះទេអញ្ចឹងយើងសិក្សាអំពី control statement and loop អញ្ចឹងនៅក្នុងនេះយើងបានសិក្សាជាមួយសាស្ត្រាចារ្យគឺយើងសិក្សាអំពីទៅពីយើងសិក្សាមេរៀននេះហើយដល់មេរៀននេះហើយគឺយើងសិក្សាអំពីចំពោះរបស់យើងត្រូវស្គាល់ពីនិមិត្តសញ្ញាទៅណាយើងស្គាល់ពីនិមិត្តសញ្ញាយើងប្រើប្រាស់ if il ហើយនឹងចេះប្រើប្រាស់ will do will ហើយចេះប្រើប្រាស់ switch statement ចេះប្រើប្រាស់ loop ហើយនឹង loop list ចេះប្រើប្រាស់ break ហើយនឹង continue ចេះប្រើប្រាស់ tree ហើយនឹង catch array heading ទៅណាហើយអញ្ចឹងនៅក្នុងមេរៀនផងដែរគឺយើងសិក្សាពីការប្រើប្រាស់ control statement ហើយនឹង loop ដែលមានសារៈសំខាន់ក្នុងការប្រើប្រាស់ទូទៅលក្ខខណ្ឌក្នុងការនេះជាបន្តបន្ទាប់អញ្ចឹងវាបែកឆ្លុយពីគ្នាណាវាអត់នៅជិតគ្នាទេអញ្ចឹងមានតែប៉ុណ្្នឹងទេវាការប្រើប្រាស់ loop ជួយឲ្យយើងបង្ហាញទិន្នន័យជាង11ដល់ណាដល់ពេលយើងប្រើ loop ទិន្នន័យគឺជាង11ដល់1ឬក៏1ជួដេក2 1.3ទៅអញ្ចឹង 1.3 ពីក្នុង array ឬក៏ JSON អ្នកបានទទួលទិន្នន័យពី database ផងនេះគឺជា loop ណាអញ្ចឹងវាបំលែងពីទិន្នន័យពី JSON បើថាទទួលពី database ទៅវាអាចបំលែងពី JSON មកអាចថាប្រើ JSON ហ្នឹងឯងអញ្ចឹងនៅក្នុង control statement មកដែរយើងនឹងសារអំពី if ដូចម៉េចណា if il ហើយនឹង if il ហើយនឹង if il ផងដែរនឹង switch statement ចំពោះ loop យើងនឹងសិក្សាអំពី for loop do loop do ហើយនឹង loop for loop for loop នេះទៅអញ្ចឹងអ្នកនរគ្នានេះគឺជាមេសញ្ញាហើយហើយដូចខ្ញុំធ្វើការដាក់នេះយើងនៅក្នុង system នេះមកដែរយើងកំណត់ operator ជាច្រើនប្រភេទដូចខាងក្រោមអញ្ចឹងនៅក្នុងមេរៀនមកដែរយើងធ្វើការកំណត់តែ4ណាដូចមិនចាន់នេះក៏មានប៉ុន្តែនៅក្នុងមេរៀនមកដែរគឺយើងមាន4ណាមាន arithmetic operator resonant operator assessment operator logical operator នេះគឺជានិមិត្តសញ្ញានៃ arithmetic ណាមានលក្ខណៈថាបូកដកគុណចែកណាបូកមានទៅដែលមានផលបូកផលដកផលគុណផលចែកណាមានជាចំណងការតម្លៃម្ដងមួយថតតម្លៃម្ដងមួយទៅយើងត្រូវចាំណាត្រូវចាំពីការប្រើប្រាស់របស់វា
แบบนั้นใจติดโบจริงไอ้ตัวจริงมันมานะยังถือสกอร์ดอกโบจงคือต้องขึ้นดอกมวยดอกต้องขึ้นบนดอกนี่ยังต้องจำนะจังหวะที่เราสนอง operator predictive ยัง predictive นี่อันนี้คือสัญญา predictive นะอันนี้เลยเดี๋ยวพูดให้ predictive นะครับดำไหลมือเจ็ดยังทุกการดำไหลให้กันเป็นเนี่ยไอ้ดำไหลจังโดยlogic ก็คือมีสัญญาอย่างนั้นศึกษาจังยังคนมาได้การบันทึกกระดาษการ predictive นี่โอ้การ predictive นี่อันนี้คือ predictive นะ plasma เป็นไหล พีสมาร์คนี่smart นะ smart is not true อย่างเดียวไปยังมี smart วิจัย is not true ไปยังดำไหลปีมัน smart นี่นะมัน smart ก็ยังแปลสัญญาณยังไงมัน smart นะวิชายัง plasma เป็นดำไหลทอมเชียงยังเป็นดำไหลทอมเชียงทอมเชียงบีวิเคราะห์อย่างนะวิจัยมันเก่ามันเก่าแล้วไปยังแปลสัญญาไล่ไปตัวเชียงbìnhตัวเชียงไป true อย่างนะอันนี้คือแหละคันกี้นะ predictive นี่เพราะฉะนั้นยัง plasma เป็นดำไหลทอมเชียง smart เนี่ยอันนี้ทอมมัน smart วิชาทอมเชียง smart แล้ว not true bình nhưng mà sao tôi từng lại từ nãy bị tôi chiên được smart chiên tôi chiên được tới smart chiên tôi đi tới smart chiên từ smart chiên không smart chiên đó nhưng hai smart đó đi trái bia tu bị trái nhưng tôi chăm đó ô ở từ cái gì nhỉ đây anh ấy cứ chơi từng lại tôi chiên được smart rồi đi trái bia tu bị đi trái nhưng tôi ca còn bảo những cái tôi ca do bị cái này không phải giờ vô ăn bạc thằng đá cả bị muốn nó bắt đầu tôi ca sẽ sang mình sẽ ban bạc thằng lao này cho thằng này cái bài đấy thà bây giờ là cái việc thay on lý đó bây giờ là cái việc lực là dừng bị trái mẹ ăn xem mẹ bắt cặp đồng lại đi trái thua cặp đồng lại nhưng bắt đồng lại mình ngày khá là mình nhỉ smile bột smile dot smile chạy smile con smile đó anh ấy cứ cặp đồng lại nó bây giờ thua ca sẽ đồng lại tôi thay đại cu mùi tiết vì plus nhà bột 4 ban xí bột được bí nó ban xì như thế này hàng mùi tiết đây đồng lại do thay cùng ấy đó bột đồng lại mùi tiết thì thay cùng ấy bột lại mùi tiết đâu vì khơi tầm đồng bài xe bột smile này xe bột smile đâu nè cứ việc smile đừng xe bột này đầu nè cứ hốt đó lại nữa nè không nhiều màn tên nữa lại mười của bạn nè ok nhưng bao đồng tiệt đi trái cá sao biết if settlement cái plasma trụ bên là can pi từ là cá câu được không if đi trái dùng pra từ bằng bạn if settlement cái plasma trụ bên là canแต่ไปยัง pra if settlement คือเป็นแหละคันนะเป็นแหละคันเป็ดวิเป็นปีตำนานเป็นแหละคันเป็ดให้วิตำนานการcâu được khôngสำนอง if วิธีนี่ if มี boolean is present นะยังจะจำยังเซโกสำหรับรายการมันเป็นแหละคันเป็ดได้ยังเซโกแบบหนึ่งนะในคันเป็ดมันใช่มันเป็นแหละคันเป็ดที่อิลูบินนะอิลูบินอุตหาเราคนร้ายอยู่ปะกันจำนวนมวยจะไปอัดเทปบาเยอะอินนะสำหรับดอกจังทางด้านคือbao bừng cho nó được dừng và đi từ đây cả máy nó đồng lại này cả được thiệt nghĩa này được thiệt nghĩa ê này bao giờ này cái trống này tôi chieng bì này tôi chieng một phẩy dân xe console deadline máu as less than một phẩy tôi chờ một phẩy dân xe console deadline là bay vào hai này nữa để cho nên tôi bao giờ cứ xong được đọc đi nói xong được đọc này phẩy cái trên vào vô office đọc thành đó đi nói như chia tầm lại như ca tôi chiến đi trên một đập nó lấy phương ca chắc xa này anh ấy tôi dừng anh mang chắc mua chắc đấy cái mình đi họ nói cứ đừng ăn vật được không lại cá thiệt giờ ăn vật 10 bán tại không ăn vật tên là ai ăn vật 10 bán để anh bán được không anh bán chẳng miền if settlement cái ca có lệ căn biệt nó đấy if settlement này căn được đấy if settlement mình chụp lệ căn biệt bình if settlement mình chụp lệ căn biệt đấy phần tái là phần ăn căn được đấy người ta if mình căn được chụp lệ căn biệt phần tái if mình một đá được đây chụp lệ căn biệt không nên là tên nữa thế đó if chụp lệ căn biệt nó bây giờ chụp lệ căn biệt để cho nó bị khó khăn nhưng miền if đó nè bị tranh trụ chụp lệ căn biệt bị tranh trụ nó bây giờ chụp lệ căn biệt bị tranh f nào nhưng vì lệ cănแบบnào từ họ tại dân của họ bậc cán này để mà rồi như đầu thì phân biệt đó ok anh đi dân sao nào tới cài cho bọn tên bọn nhà này tới trăm dân bọn nhà này tới cài quản này đó để miền sao bị if phong đá hay tiếp miss if settlement hay settlement hay cácประญาที่เสียนะที่ไม่ได้บอกยังสาวติดกาวดิฉันต้องเอามือเอาในตักให้มือเสียนะของเอาบิดเอาไปการประลบยังเต่าการประลบเมียนดูเชียร์วิลลบดูเชียร์กัดดูวิลลบไอ้สิ่งนั้นแบบนี้จังการประลบคอนเทนต์มันเนี่ยเมียนสเตทเมนต์คอนเทนต์มันยังเต่ายังการประกดคอมเมนต์ไอ้บทเรียนยังการประรีออนดิจิออนหนึ่งอินดิจิออนเต่าไอ้การประที่ขัดปลอกจังจนออกที่นี่จะกลายเป็นหายก็ยังในสู้มันแต่นั้นสถาบันเพิ่มจบไทยเดี๋ยวผมได้เอายังจะมีมันจะได้เพิ่มเป็นการนอนได้เลยใส่จ้ำเลยนะโอเคยังถูกสันในประเด็นจะแบบอันนั้นคือเงินสโลจะกดเป็นเสียงแบบนี้ยังจะประเขาจะสั่งมันเองจริงๆแล้วดีเจ PIP แล้ว PIP มวยวิจะใช้กดเป็นเสียงคือเงินสโลนี่นะเงินสโลนี่ดิฉันสำหรับมีดีนะครั้งนี้คนลากิเมนแต่เป็นแบบนี้นะให้อะไรบอกได้คือพร้อมส่งทุกการทุกการมูติเซนโอเคยังสำหรับวิดีโอนี้กิเมนแต่เป็นแบบนี้นะให้พร้อมอัตมาอันบทมีช่างเทคโนโลยีของทางที่เป็นบอกได้คือพร้อมpenjual ឬក៏រំលឹកមានទី2ហើយនឹងការបញ្យល់អ្នកទាំងអស់មើលយកខ្លួនឯងបានណាព្រមធ្វើការអានទេដើម្បីឲ្យបានជាវីដេអូមួយប៉ុណ្ណាណាសិនព្រមធ្វើការបើសិនព្រមបន្តទៀតព្រមធ្វើការ comment នៅក្នុងការអនុវត្តជាមួយសាស្ត្រាចារ្យអូខេអញ្ចឹងសម្រាប់វីដេអូនៅក្នុងថ្ងៃនេះនៅក្នុងថ្ងៃទី3គឺមានតែប្រធានស្ដាប់នេះណាដូច្នេះហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណេះបើសិនតែនៅក្នុងវីដេអូមួយដែរមានអាការៈឬក៏មានការបញ្យល់ទៅមានការខុសឆ្គងកាត់ឡើងដោយចំណុចណាមួយក៏សូមបើសិនលោកគ្រូបានឃើញហើយបើសិនអ្នកសាស្ត្រាចារ្យជា complete advance បានដឹងឮនៅក្នុងវីដេអូមួយដែរក៏សូមការអធិស្ឋានបើសិនមានខុសឆ្គងដោយចំណុចណាមួយវាមានបានបោះបាយផ្លៃណាមួយណាដូច្នេះនេះគឺជាទុកថាជាវីដេអូ
នេះតាម step មួយៗតែប៉ុណ្ណោះណាហើយក៏ជាវីដេអូបើអ្នកគ្នាមកខិតយល់ខ្លួនឯងតាមអ្វីដែលខ្ញុំបានធ្វើការបរិយាយឬក៏រៀបរាប់ពីវីដេអូមួយក៏ល្អផងដែរណាល្អផងដែរដូច្នេះសម្រាប់វីដេអូនេះក៏មានតែប៉ុណ្ណេះសូមអរគុណនិងសូមអរគុណច្រើនសម្រាប់ការទស្សនាតាំងពីដើមរហូតមកដល់ចប់